សម្ដេចតេជោហ៊ុនសែនចាត់ទុកទង្វើដុតទំនិញថៃចោលរបស់ខេសុនមួយជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុសម្ដេចតេជោហ៊ុនសែនបង្ហាញការខកចិត្តចំពោះលោកខេសុនមួយដែលប្រមូលមនុស្សថតវីដេអូធ្វើសកម្មភាពពាក់ព័ន្ធការដុតចោលទំនិញថៃហើយបង្ហោះលើបណ្ដាញសង្គមដែលសម្ដេចតេជោបានចាត់ទុកទង្វើនេះជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុនៅយប់ថ្ងៃទី20 ខែតុលាសម្ដេចតេជោហ៊ុនសែនបានបង្ហោះសារលើទំព័រ Facebook យ៉ាងដូចនេះថាសម្ដេចទៅបានមើលវីដេអូមានរយៈពេលជាង8នាទីរបស់ក្រុមដែលដឹកនាំដោយលោកខេសុនមួយទាក់ទងដល់ការធ្វើពហិការចុះប្រើប្រាស់ទំនិញថៃសម្ដេចពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះពិសេសសម្រាប់លោកខេសុនមួយតែម្ដងសម្ដេចតេជោគូបញ្ជាក់ថាការដុតចោលទំនិញថៃការដាក់បណ្ដាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុសម្ដេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់ថាប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ 99% ទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេចំណែកបញ្ហានៅត្រង់អាជីវករលក់ដូរនៅមានទំនិញថៃនៅសល់តើឲ្យពួកគាត់យកទៅណាដុតបំផ្លាញចោលឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញប្រសិនបើខេសុនមួយមានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដោយខេសុនមួយបានធ្វើនៅក្នុងវីដេអូនេះបើមនុស្សមិនទទួលទានទុកឲ្យសត្វស៊ីប្រសើរជាងដុតឬគុំទឹកចោលសម្ដេចតេជោបានសង្កត់ធ្ងន់បែបនេះខ្ញុំសូមឲ្យខេសុនមួយបញ្ចប់សកម្មភាពបែបឈួតនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសីលធម៌សុជីវធម៌គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ